តើជំងឺមហារីកកូនកណ្ដុរហ្នឹងអាចថាវាមានកត្តាប្រឈមកត្តាបង្កឬមូលហេតុអ្វីឲ្យច្បាស់លាស់ដែរទេចា៎ចាជាក់ស្ដែងចំពោះជំងឺមហារីកកូនកណ្ដុរកត្តាប្រឈមដែលឲ្យកើតជំងឺមហារីកនោះមានអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញច្បាស់លាស់ប្រកបនៅឡើយទេប៉ុន្តែតាមការសង្កេតវិទ្យាសាស្ត្រយើងក៏រកឃើញថាមានក្រុមប្រជាជនមួយចំនួនអាចនឹងមានកត្តាហានិបានថាកត្តាប្រឈមហ្នឹងខ្ពស់ជាងប្រជាជនទូទៅករណីដូចជាអ្នកជំងឺដែលគាត់សំទោសប្រភេទក្រុមអ្នកជំងឺដែលប្រភេទក្រុមប្រជាជនដែលគាត់មាន3ចំណាស់ក៏អាចប្រឈមមុខជាមួយនឹងការកើតជំងឺមហារីកកូនកណ្ដុរប្រភេទក្រុមមនុស្សដែលគាត់មានជំងឺរ៉ាំរ៉ៃប្រចាំខ្លួនឧទាហរណ៍ដូចជាអ្នកជំងឺដែលផ្ទុកមេរោគអេដស៍អ្នកជំងឺដែលធ្លាប់ទទួលការរលាកដោយ Epstein-Barr virus ដែលជាភាសាអង់គ្លេសហៅកាត់ខ្លីថា ABV infection ហ្នឹងគាត់គេសង្កេតឃើញថាគាត់អាចនឹងកើតជំងឺមហារីកកូនកណ្ដុរហ្នឹងខ្ពស់ជាងប្រជាជនទូទៅនិងក្រុមចំនួនទៀតនោះដូចជាអ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុកខ្សោយពីកំណើតក៏អាចសង្កេតឃើញថាមានច្រើនដែរចា៎